សួស្តីអស់លោកលោកស្រីអ្នកនាងកញ្ញាទាំងអស់ជាទីមេត្រីបាទជួបគ្នាទៀតហើយនៅវិញ្ញាសាត្រៀមប្រឡងមន្ត្រីកសិកម្មឃុំនៅក្នុងឆ្នាំ2025នេះបាទហើយខ្ញុំបាទរៀបចំសំណួរនិងចម្លើយទាក់ទងទៅនឹងកសិកម្មទូទៅបាទចំណេះដឹងទូទៅបាទហើយក្នុងវីដេអូនេះគឺរៀបចំអំពីកសិកម្មកើតឡើងនៅដំបូងនៅឯណាបាទដំបូងគេនៅលើពិភពលោកហ្នឹងនៅឯណានិងចាប់ផ្ដើមនៅពេលណាបាទខ្ញុំបាទសង្ឃឹមថាវីដេអូនេះនាំមកជូននៅចំណេះដឹងប្លែកថ្មីមួយជូនបងប្អូនបាទលោកស្រីបាទដែលនឹងប្រឡងមន្ត្រីកសិកម្មឃុំឬក៏បាទឬក៏អាចជាចំណេះដឹងទូទៅផងដែរសម្រាប់គ្រប់ស្រទាប់វណ្ណៈស្រទាប់គ្រប់ភេទបាទគ្រប់វ័យជាចំណេះដឹងទូទៅមួយបាទដូច្នេះកុំឲ្យខាតពេលវេលាយើងចូលទៅកាន់សំណួរនិងចម្លើយតែម្ដងបាទដែលក្នុងវគ្គនេះខ្ញុំបាទបញ្ចូលនៅរូបភាពមួយចំនួនបាទអាចជាបាទជួយបងប្អូននៅក្នុងការបាទកុំឲ្យទស្សនាវីដេអូទទួលចំណេះដឹងហើយបាទមានអារម្មណ៍ថាអបសុកបាទដូច្នេះខ្ញុំបាទបញ្ចូលរូបភាពមួយចំនួនបាទអាចឲ្យបងប្អូនទស្សនារូបភាពបណ្ដាបាទស្ដាប់បណ្ដាបាទសំណួរទី1សួរថាតើកសិកម្មចាប់ផ្ដើមដំបូងគេនៅឯណានិងនៅតំបន់ណាបាទចម្លើយគឺចាប់ផ្ដើមនៅប្រហែល 13000 ទៅ 10000 ឆ្នាំមុនបាទនៅតំបន់មជ្ឈិមបូព៌ាបាទមជ្ឈិមបូព៌ានេះនៅណាគឺនៅបាទប្រទេសដូចជាអ៊ីរ៉ង់អ៊ីស្រាអែលបាទនៅតំបន់ហ្នឹងបាទមានអាហ្វហ្គានីស្ថានបាទនៅជិតជាប់គ្នាជាមួយអ៊ីរ៉ង់ណាបាទគឺចាប់ផ្ដើមដំបូងនៅតំបន់ហ្នឹងបាទសំណួរបន្តទៀតសំណួរទី2សួរថាតើអ្វីជាដំណាំដំបូងគេដែលមនុស្សនៅមជ្ឈិមបូព៌ាដាំបាទអញ្ចឹងបងប្អូនទស្សនារូបភាពណាប្រកាសជាដឹងហើយបាទចម្លើយគឺគ្រាប់ធញ្ញជាតិបាទនឹងបាទរុក្ខជាតិហូបផ្លែបាទផ្សេងបាទគឺគាត់ខាងដាំមុនគេបាទតើសត្វអ្វីខ្លះដែលបានចិញ្ចឹមដំបូងគេនៅតំបន់នោះបាទលោកស្រីទស្សនារូបភាពនេះទៅដឹងហើយគឺមានសត្វអីខ្លះបាទគឺសត្វពពែសត្វជៀមបាទសម្រាប់យកសាច់យករោមនិងសម្រាប់ធ្វើជាកម្លាំងអូសទាញសំណួរទី4តើកសិកម្មចាប់ផ្ដើមនៅតំបន់ពិភពឥណ្ឌានៅពេលណាបាទចម្លើយគឺនៅប្រមាណ 11000 ឆ្នាំមុនដោយមានទម្រង់ស្រដៀងទៅនឹងកសិកម្មនៅមេសូប៉ូតាមីផងដែរបាទនៅបាទសំណួរទី5នៅតំបន់អាមេរិកខាងត្បូងតើមនុស្សដាំដំណាំអ្វីជាដំបូងបាទនេះនៅតំបន់អាមេរិកខាងត្បូងមានដំណាំអីខ្លះបាទគឺដំណាំពពុះរុក្ខជាតិគ្រាប់បាទការនិងហូបផ្លែនានាជាពិសេសនៅត្រង់តំបន់ប្រទេសមិចស៊ិកបច្ចុប្បន្ននេះបាទមិចស៊ីកូបាទសំណួរទី6តើកសិកម្មនៅប្រទេសចិនបុរាណចាប់ផ្ដើមនៅពេលណាបាទចម្លើយគឺនៅប្រមាណ 7700 ឆ្នាំមុនបាទសំណួរទី7តើចិនបុរាណអភិវឌ្ឍអ្វីជាដំបូងនៅប្រមាណ 3500 ទៅ 4000 ឆ្នាំមុនបាទចម្លើយគឺវារីវប្បកម្មការធ្វើស្រែលើទឹកដោយចិញ្ចឹមត្រីនិងដាំដំណាំអាស្រ័យទៅលើទឹកបាទសំណួរទី8តើកសិកម្មចាប់ផ្ដើមនៅអឺរ៉ុបនៅពេលណាបាទចម្លើយគឺនៅប្រមាណ 6000 ឆ្នាំមុនជាពិសេសនៅប្រទេសក្រិកបុរាណ9សំណួរទី9នៅតំបន់អាស៊ីអាគ្នេយ៍តើការដាំស្រូវបាទដំបូងកើតឡើងនៅពេលណាតំបន់អាស៊ីអាគ្នេយ៍គឺនៅតំបន់យើងនេះឯងបាទចម្លើយគឺនៅប្រមាណ 5500 ឆ្នាំមុនបាទ 5500 ឆ្នាំមុនគ្រិស្តសករាជបងប្អូនបាទ
សំណួរទី10ដែលជាសំណួរចុងក្រោយគឺតើការកកើតនៃកសិដ្ឋានធំមានឥទ្ធិពលយ៉ាងណាដល់សង្គមបាទចម្លើយគឺវាជាជំហានដំណើរឆ្ពោះទៅរកការកកើតឡើងទីក្រុងដំបូងនិងជាមូលដ្ឋានសម្រាប់អភិវឌ្ឍសង្គមទំនើបបាទសំណួរទាំង10នេះខ្ញុំបាទនឹងសង្ឃឹមថាជូនជាពិសេសទៅបងប្អូនដែលត្រៀមប្រឡងមន្ត្រីកសិកម្មឃុំគឺជាចំណេះដឹងទូទៅមួយសម្រាប់បងប្អូនជាចំណេះដឹងក្នុងការត្រៀមប្រឡងផងដែរបាទខ្ញុំបាទសំណួរចូលដល់ទីបញ្ចប់ហើយខ្ញុំបាទចុងក្រោយសូមខន្តីអភ័យទោសរាល់កំហុសឆ្គងដែលកើតឡើងដោយអចេតនានានាបាទហើយសូមជូនពរអស់លោកស្រីជួបប្រទះតែនៅពរ5ប្រការគឺមានអាយុវណ្ណៈសុខៈពលៈនិងបដិភិនៈកុំបីឃ្លៀងឃ្លាតឡើយសូមជូនពរជោគជ័យទាំងអស់គ្នាក្នុងការប្រឡងបាទនៅវីដេអូនេះខ្ញុំបាទសូមអរគុណសូមជម្រាបលា